ឌីងរកឃើញថាម៉ាស៊ីនបង្កើតកិច្ចការនុភាពផ្ទាល់ខ្លួនបើគំរូឥទ្ធិពលការគ្រប់គ្រងតំបន់សមុទ្រកម្រិតបឋមអាចធ្វើការសម្គាល់លើតំបន់សមុទ្រដែលបានកែលម្អប្រព័ន្ធអេកូឡូស៊ីរៀបចំតំបន់នេសាទផ្ដាច់មុខបើគ្មានការអនុញ្ញាតចូលទេប្រព័ន្ធនឹងផ្ញើសារព្រមានគេស្មានតែគេនិយាយអីត្រូវនឹងហើយយប់នេះពួកយើងទៅមើលសមុទ្រនោះដោយខ្លួនឯងខ្ញុំមិនជឿថាបង្កងនាគដ៏ប្រណិតនោះស្គាល់តែគេម្នាក់នោះទេអូហូរបស់ល្អមែននេះជាបង្កងលំដាប់កម្ពស់បំផុតដែលខ្ញុំមិនធ្លាប់ជួបឯងពិតជាមិនធ្វើឲ្យខ្ញុំខកបំណងមែនថៅកែចិនសរសើរហួហើយអីវ៉ាន់នៅទីនេះទាំងអស់ជួយរាប់មើលទៅមិនបាច់រាប់ទេខ្ញុំទុកចិត្តឯងប៉ុន្តែបង្កងនាគគ្រាន់តែជាម្ហូបបន្ទាប់បន្សំប៉ុណ្ណោះខ្ញុំមានមុខចំនួនធំជាងនេះទៀតមិនដឹងថាឯងហ៊ានទទួលឬអត់សូមនិយាយមកក្នុងពេលមួយសប្តាហ៍ខ្ញុំចង់បានខ្យងប៉ាវហឺព្រៃកម្រិតកម្ពស់ចំនួន50ក្បាលកាន់តែធំកាន់តែល្អតម្លៃខ្ញុំឲ្យឯងចំនួននេះគឺទ្វេដងនៃតម្លៃឯកដារបស់បង្កងនាគលើកនេះខ្យងប៉ាវហឺធម្មតាក៏ពិបាករកទៅហើយចំណែកឯខ្យងប៉ាវហឺព្រៃលំដាប់កម្ពស់គឺរឹតតែពិបាករកទៀតហើយថែមទាំងពិបាកចាប់ខ្លាំងណាស់ព្រមព្រៀងគ្នាហាល្អណាស់មានចិត្តក្លាហានមែនខ្ញុំរងចាំដំណឹងល្អពីឯងខ្យងប៉ាវហឺព្រៃសុទ្ធតែដុះនៅក្នុងប្រហោងថ្មព្រះទឹកទោះបីជាអ្នកពូកែហែទឹកយ៉ាងណាក៏ចុះទៅគ្រោះថ្នាក់ដែរកុំបារម្ភអីខ្ញុំដឹងត្រូវធ្វើបែបណាហើយប្រព័ន្ធចាប់ផ្ដើមស្កេនគោលដៅគឺខ្យងប៉ាវហឺព្រៃការស្កេនបានបញ្ចប់រកឃើញគោលដៅដែលមានតម្លៃខ្ពស់ទីតាំងគោលដៅគឺស្ថិតនៅទីខាងកើតចំចម្ងាយ15គីឡូម៉ែត្រក្បាលកោះធំខ្មៅនៅក្រោមទឹកជម្រៅ30ម៉ែត្រមានរូងភ្នំធម្មជាតិមួយក្នុងនោះមានខ្យងប៉ាវហឺព្រៃប្រភេទលេខ3និងលេខ5ជាច្រើនប៉ាន់ស្មានថាទម្ងន់សរុបលើសពី80គីឡូក្រាមដងស៊ីតេបច្ចុប្បន្នគឺ12ក្បាលក្នុង100ម៉ែត្រការ៉េបន្ទាប់ពីប្រើប្រាស់បច្ចេកវិទ្យាចិញ្ចឹមកម្រិតធំរំពឹងថាក្នុងរយៈពេល48ម៉ោងដងស៊ីតេនឹងកើនឡើងដល់50ក្បាលក្នុង100ម៉ែត្រការ៉េហើយគុណភាពនឹងកើនឡើង15ការព្រមានបន្ទាន់តំបន់នេសាទផ្ដាច់មុខតំបន់ចិញ្ចឹមបង្កងនាគមានទូកដែលគ្មានការអនុញ្ញាតបានចូលមកចៅតាយងបងហៃធានមានរឿងអីហ្នឹងពួកយើងមិនទៅផ្ទះវិញទេអីមិនទាន់ទៅទេទៅចាប់ចោលសិនបងហៃធានយឺតបន្តិចទៅគ្រោះថ្នាក់ណាស់គ្មានអីតតែសោះត្រង់ទាំងអស់គឺទេមិនអាចទេគេប្រកាសជាលាក់វីទុកហើយវីកំទេចថ្មពណ៌ព្រះទឹកនេះឲ្យខ្ទេចទៅខ្ញុំមិនជឿថារកមិនឃើញនោះទេលីនហៃធានឯងឈួតហើយមែនទេកន្លែងរបស់ខ្ញុំពួកឯងក៏ហ៊ានចូលមកដែរសមុទ្រនេះជារបស់អ្នករាល់គ្នាតើឯងមានសិទ្ធិអីមកគ្រប់គ្រងម្នាក់ឯងឥឡូវនេះវាជារបស់ខ្ញុំពាក្យដែលខ្ញុំនិយាយកាលពីម្សិលមិញមើលទៅពួកឯងស្ដាប់មិនយល់សោះខ្ញុំផ្ដល់ឱកាសឲ្យពួកឯងម្ដងទៀតតើចង់ចាក់ចេញឬចង់លេចទឹកពួកយើងទៅបងហៃធានមើលទៅរឿងនេះមិនទាន់ចប់ស្រួលនោះទេការព្រមានបរិស្ថានប្រព័ន្ធអេកូឡូស៊ីនៃតំបន់នេសាទផ្ដាច់មុខត្រូវបានខូចខាតបន្តិចបន្តួចនិងមានការជូនដំណឹងជាមុនកំពុងជួសជុលការជួសជុលត្រូវបានបញ្ចប់រាល់ទូកដែលចូលមកជិតនិងមានការជូនដំណឹងជាមុនទៅផ្ទះវិញខ្ញុំត្រូវទៅសមុទ្រឆ្ងាយម្ដងទៀតបងហៃធានមេឃមិនទាន់ភ្លឺផងតើបងចង់ទៅណាទៀតហើយកាលពីយប់មិញទើបតែទៅចាប់របស់ដែលមានតម្លៃជាងនេះមិនទៅមិនបានទេអីនៅកណ្ដាលសមុទ្រគ្រោះថ្នាក់ណាស់ដើម្បីថ្ងៃអនាគតនឹងគ្មាននរណាហ៊ានមកធ្វើបាបពួកយើងទៀតទេក្មួយប្រុសអញពិតជាចង់ទៅរកខ្យងប៉ាវហឺមែនទេជ្រុនទឹកនៅតំបន់ជ្រលងសមុទ្រខ្មៅនោះមុតដោយកាំបិតអីចឹងសូម្បីតែអ្នកនេសាទចាស់ក៏មិនហ៊ានទៅជិតដែរកុំបារម្ភអីពូខ្ញុំដឹងច្បាស់ណាស់ប្រព័ន្ធស្វែងរកទីតាំងគោលដៅទីតាំងត្រូវបានកំណត់30ម៉ែត្រចំពីក្រោមម្ចាស់គឺជាច្រកចូលរូងភ្នំសូមប្រុងប្រយ័ត្នចរន្តទឹកក្នុងរូងភ្នំមានភាពស្មុគស្មាញនិងមានកម្រិតមើលឃើញទាបស្អីគេហ្នឹងនេះគឺ
ប្រកាសអាសន្នប្រកាសអាសន្នសញ្ញាជីវិតរបស់ម្ចាស់កំពុងធ្លាក់ចុះយ៉ាងលឿនការផ្គត់ផ្គង់អុកស៊ីសែនត្រូវបានកាត់ផ្តាច់មិនអាចស្លាប់ទេគឺពេលនេះហើយហត់ទេហ្មងឌីងរកឃើញថាម្ចាស់បានបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្រោមទឹកឆន្ទៈរស់រានមានជីវិតបានរំលាយដែនកំណត់ប្រព័ន្ធត្រូវបានដំឡើងដល់កម្រិតទី4សមត្ថភាពធ្វើសកម្មភាពក្រោមទឹកសមត្ថភាពធន់នឹងសម្ពាធនិងសមត្ថភាពទប់ដង្ហើមរបស់ម្ចាស់ត្រូវបានកើនឡើង100ជាអចិន្ត្រៃយ៍និងទទួលបានជំនាញការងារក្រោមទឹកកម្រិតថម